សួស្តីដល់គ្នាអញ្ចឹងវីដេអូយើងថ្ងៃនេះគឺយើងបង្រៀនអ្នកគ្នាអំពីរបៀបតម្លើងទៅលើ DNS server អញ្ចឹង DNS server គឺជាអ្វី DNS server គឺជាវាប្រៀបដូចជាសភៅកត់លេខទូរស័ព្ទមួយដែលយើងកត់ឈ្មោះពីណាម្នាក់បូករួមជាមួយនឹងលេខទូរស័ព្ទមូលហេតុអ្វីគឺមកពីមូលហេតុយើងមិនអាចចងចាំលេខទូរស័ព្ទអ្នកនោះអស់ទេអញ្ចឹងបានគេបង្កើតទៅលើសភៅលេខទូរស័ព្ទនេះដើម្បីយើងកត់ត្រាលេខទូរស័ព្ទឬក៏តំណែងរបស់បុគ្គលដែលយើងចង់តាក់ទងអញ្ចឹង DNS ក៏ដូចគ្នាដែរ DNS គឺទូនាទីរបស់វាគឺបកប្រែពីឈ្មោះទៅកាន់ IP និងពី IP ត្រឡប់មកឈ្មោះវិញដែលមានតែក្នុងបច្ចេកទេសគឺ forward និង reverse អញ្ចឹងដំណើរការវាយ៉ាងម៉េចអញ្ចឹងនៅពេលដែលយើងឧទាហរណ៍បើសិនជាយើងវាយ facebook.com អញ្ចឹងឈ្មោះ facebook.com នេះវាចូលទៅកាន់ server របស់ Facebook ដែលវាបកប្រែទៅជា IP ប៉ុន្តែក្នុងករណីដែលយើង ping ទៅ facebook.com វានឹង load IP address អញ្ចឹងយើងយក IP address ទៅវាយមកគឺវាចូលទៅក្នុង Facebook ដូចគ្នាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេកុំឲ្យខាតពេលច្រើនយើងចូលមកកាន់ការអនុវត្តរបស់យើងទាំងអស់គ្នាទៅលើការ configuration និងទៅលើ DNS server អញ្ចឹងជាដំបូងយើងចូលទៅកាន់ terminal មកហើយកន្លែងនេះត្រូវយើងប្រកាសថាតើយើងមានអ៊ីនធឺណិតចូលទៅមកយើងចូលទៅកាន់ root របស់យើងដើម្បីឲ្យវាលឿននិងងាយស្រួលវាមិនពិបាកយើងវាយ sudo វាយ password ច្រើនដងអូខេអញ្ចឹងបន្ទាប់មកគឺយើងចូលទៅកាន់ root រួចហើយអញ្ចឹងយើងដំឡើងទៅលើបាញ់អញ្ចឹងយើង clear សិនមកហើយបន្ទាប់មកយើងចូលទៅកាន់តម្លើងបាញ់អញ្ចឹងយើងវាយ DNF install បាញ់ហើយជាមួយនឹង utility របស់បាញ់មួយទៀតដកវាយកន្លែងហ្នឹងខ្ញុំទៅសេខុសឬក៏អត់កន្លែងហ្នឹងហើយយើងដក clear មកកន្លែងនេះគឺដកវាយតែខុសកន្លែងហ្នឹងខ្ញុំដក clear មកគឺដកវាយយើង enter មកយើងរងចាំឲ្យវាតម្លើងពេញនឹង installation ហើយយើងនឹងបន្តទៅ step បន្តទៀតអញ្ចឹងការតម្លើងរបស់យើងគឺរួចរាល់ចប់គ្រប់អស់ហើយអញ្ចឹងបន្តមកទៀតគឺយើងចូលដំណើរការមួយគឺការ config ទៅលើ con file configuration របស់ name ដែលជា configuration របស់បាញ់អញ្ចឹងយើងចូលមកកាន់ការ config របស់យើងតាមរយៈ vi ហើយយើងចូលមកកន្លែងយើងនេះគឺយើងត្រូវដាក់ IP server របស់យើង server យើងចង់ដាក់ IP ប្រហែលក៏បានដែរឲ្យតែថាជា IP យើងបានដាក់ឲ្យ server ហើយកន្លែងនេះ complete cb colon ផងដើម្បី code នេះខុសហើយកន្លែងខាងក្រោមមួយទៀតគឺយើងត្រូវតែដាក់ID របស់យើងប៉ុន្តែចុច0ហើយ /24 complete cb colon ដែរហើយយើង scroll វាចុះមកក្រោមមកហើយកន្លែងvalidation នេះគឺយើងដាក់ no កន្លែងនេះហើយបន្ទាប់មកទៀតគឺយើងចូលមកកាន់ការ configuration ទៅលើ zone ដែលយើងត្រូវតែដាក់ zone នីមួយៗដែលយើងនឹងត្រៀមបង្កើត zone នៅក្នុង variable អញ្ចឹងយើងដក clear យើងចុះបន្ទាត់ប្រមាណហ្នឹងឲ្យស្អាតមកហើយយើងដាក់ zone ហើយ zone ទី1គឺ forward អញ្ចឹង forward គឺយើងដាក់ឈ្មោះឬក៏ domain របស់យើងឧទាហរណ៍ដូចជា cameronacademy.edu.kh ជាដើមហើយយើងបិទសញ្ញាថ្មីកដោមកគឺយើងឲ្យ IN ធំយើងបើក bracket ហើយយើងបិទវាវិញដាក់ cb colon ហើយយើងចុះបន្ទាត់មកហើយយើង tab មួយយើងសរសេរ tab master cb colon មួយតមកទៀតគឺយើងសរសេរទៅលើ file យើងបើកថ្មីកដោមកយើងដាក់ឈ្មោះ file ដែលយើងត្រៀមនឹងដាក់អញ្ចឹងយើងដាក់ name domain របស់យើងដែលយើងបានដាក់ខាងលើនេះ
dương bật mình cả đào máu hay dương đã semicolon hơi bật top màu tiết cứ dương đặt lại allow update cái này ní cứ dương bật bracket máu hay dương đặt lại ní cứ nón semicolon bật bracket vĩnhហើយដាក់ semicolon ទៀតតមកទៀតគឺយើង configuration ទៅលើ reverse zone ដែលយើងត្រៀមបង្កើត file reverse zone នៅក្នុង file variable ដូចគ្នាយើងដាក់ zone មកហើយកន្លែងនេះគឺយើងត្រូវដាក់បញ្ច្រាស់វិញបញ្ច្រាស់ VIP របស់យើងបើសិនជា 10.11.12. អញ្ចឹងទៅយើងដាក់ពី 12.11.10 វិញវាច្រាស់គ្នាហើយ .in -addo.aopa ហើយយើងដាក់ in ដូចយើងធ្វើទៅដែរនៅខាងលើអញ្ចឹងប៉ុន្តែយើងតែខុសត្រង់ថាកន្លែងមួយនេះគឺ file គឺយើងដូរឈ្មោះខុសគ្នា file ហ្នឹងហើយកន្លែង file នេះគឺយើងដាក់ទៅលើ name 10.11.12.1 10.11.12 សំទោសហើយយើងដាក់ semicolon 1តមកនេះគឺយើងធ្វើកន្លែងដដែលគឺ allow update នេះគឺយើងដាក់វាមកផាសវាចូលមកហើយយើងរួចហើយយើងចុច escape ហើយយើងចុចកន្លែងសញ្ញាពីរនេះមក WQ right and click អញ្ចឹងយើង save វាហើយយើង enter តមកទៀតគឺយើង check configuration របស់យើងដាក់ name -check ហើយ configuration យើងមើលបើសិនជាអត់មាន load អីទេគឺអូខេហើយគឺ file នេះគឺដំណើរការអញ្ចឹងបន្តមកទៀតគឺយើងចូល cat ហើយចូលមើលកន្លែង file configuration របស់យើងហើយយើងទី1យើងត្រូវបង្កើតទៅលើ zone នីមួយៗដែលយើងបានដាក់នៅក្នុង configuration អញ្ចឹងគឺឈ្មោះ zone និង file គឺកុំឲ្យដូចគ្នាទាំងអស់អញ្ចឹងចូល direct revise ចូលទៅកាន់ variable កន្លែង name ហើយ slash dot កន្លែងនេះគឺខ្ញុំសរសេរខុសកន្លែងហ្នឹងគឺ slash កន្លែងនេះគឺយើង name dot អញ្ចឹងគឺខ្ញុំ copy កន្លែងនេះមកតែម្ដងគឺខ្ញុំអត់សរសេរច្រើនទេគឺ domain ទី1របស់យើងគឺបង្កើតលើ forward zone enter ហើយយើង enter មកកន្លែងនេះអញ្ចឹងកន្លែងហ្នឹងគឺយើងផាសកូដចូលអញ្ចឹងដោយសារកូដហ្នឹងខ្ញុំអត់ចង់សរសេរច្រើនព្រោះបើសិនជាសរសេរទៅអាចនឹងមានការខុសឬក៏កន្លៃតិចតួចវាអាចថា configuration យើងគឺអត់ដើរអញ្ចឹងកូដហ្នឹងគឺខ្ញុំបានដាក់ link នៅខាងក្រោមអ្នកអាចចូលទៅមើលហើយយកកូដនេះមកបានប៉ុន្តែកូដហ្នឹងគឺបញ្ជាក់គឺអ្នកទាំងនេះត្រូវតែកែកូដតាមអ្វីដែលអ្នកធ្លាប់ config កន្លងមកជាការដាក់ IP ជាដើមឬក៏ការដាក់ domain ព្រោះវាដូចគ្នាទេកូដនេះអញ្ចឹងយើងចូលមកកាន់ការ config របស់យើងអញ្ចឹងយើងផាសកូដនោះចូលមកយើងបន្ទាប់យើងផាសកូដហើយគឺយើងត្រូវតែកែទៅកន្លែងមួយចំនួនដូចជា domain ខាងលើនេះគឺយើងដាក់ domain ដែលយើងបានដាក់នេះគឺដូច domain ជាមួយនៅក្នុង file configuration បើសិនជាខុសគឺវា error តែម្ដងហើយយើងទៅកែនៅខាងលើពីរទៀតរវាង admin ជាមួយនឹង ns មួយនៅខាងលើទៀតយើង copy មកហើយយើងឡើងទៅលើនេះទៀតហើយយើងលុបវាចេញមកហើយយើងផាសចូលប៉ុន្តែចុងកន្ទុយគឺ dot អត់មានកុំលុប dot កន្លែងហ្នឹងអញ្ចឹងយើងឈើ cursor លើ dot យើងផាសនេះចូលមកទៀតមកហើយបន្ទាប់មកទៀតគឺយើង save សញ្ញាចុច2មក WQ បើសិនអ្នកគ្នាប្រើទៅលើ VI បើសិនអ្នកគ្នាប្រើលើ Nano អ្នកគ្នា save វាដោយប្រើ Ctrl O និង Ctrl X យើង save វាហើយយើងបង្កើតមួយទៀតគឺទៅលើreverse zone variable អញ្ចឹង reverse zone អ្នកគ្នាចូលទៅកន្លែង name នេះមកអូអ្នកមិនបាច់សរសេរច្រើនទេ
copy pass យកតែម្ដងទៅតែនេះគ្រាន់ទម្លាប់យើងធ្វើការចាក់ស្ដែងមិនតែបើសិនជារៀនយើងគួរតែយើងទៅសេអញ្ចឹងយើងចូលទៅកាន់កន្លែង VI នឹងហើយយើង VI របស់config variable នឹងហើយក៏ file configuration ទៅលើ zone នេះហើយអញ្ចឹងយើងផាសកូដនេះចូលដដែលមកអញ្ចឹងកូដហ្នឹងក៏មាននៅជាមួយគ្នាជាមួយនឹងកូដនៅក្នុង description link description ក្នុង description របស់ខ្ញុំដែរអញ្ចឹងយើងផាសកូដចូលមកប៉ុន្តែខ្ញុំសូមបញ្យល់នៅខាង domain នេះបន្តិចអញ្ចឹងអាកន្លែងលេខ5នេះឃើញនេះគឺជាចុងកន្ទុយរបស់ IP server របស់យើងឧទាហរណ៍បើសិនជា 10.11.12.5 គឺកន្ទុយលេខ5អញ្ចឹងគឺយើងចូលមកកែកន្លែងនៅគ្នាតាមគ្នាចង់បានកន្លែងហ្នឹងអញ្ចឹងបញ្ជាក់គឺកន្លែងប្រមាណ3ខាងក្រោមនេះគឺជាចុងកន្ទុយ IP របស់យើងគឺលេខ5ហ្នឹងឬក៏លេខផ្សេងនឹងជាកន្ទុយ IP របស់អ្នកនរគ្នាអញ្ចឹងយើងដាក់អញ្ចឹងយើងកែហើយយើងដាក់ domain ដាក់អីធម្មតាមកដូចតែយើងធ្វើដំណាក់កាលទី1ដែរទេកន្លែងខាងក្រោម PTO record ហ្នឹងយើងត្រូវតែកែហើយកន្លែង admin នេះគឺយើងដាក់ domain ដែលយើងបង្កើតទាំងអស់ domain របស់ forward zone ទាំងអស់និយាយចំទៅចង់និយាយថានិយាយទៅប៉ែតិចដែរទេអ្នកគ្នាសង្ឃឹមអ្នកគ្នាយល់ចុះព្រោះបើសិនជាមានចំណល់កន្លែងណាអាចសួរបានព្រោះនេះខ្ញុំ config មក config ឲ្យវាស្មុគស្មាញច្រើនដែរវាវល់ប្រហែលម៉ោងទៅមកខ្ញុំសរសេរ document ធ្វើត្រូវវិញហើយអាការ config ហ្នឹងក៏វានិយាយទៅបើ config មិនស្រួលអាចខុសប៉ុន្តែហើយកូដក៏អញ្ចឹងដែរតោះមកយើងទៅបង្កើត ownership យើងដាក់ ch own root ហើយយើងដាក់សញ្ញា2មកname ដែលជា service របស់ DNS ហើយយើងផាសពីនេះចូលមកកន្លែង variable forward zone និង reverse zone ហ្នឹងយើងផាស direct path របស់2 file នេះមកដើម្បីឲ្យ service នោះស្គាល់ទៅលើ file ទាំងពីរហ្នឹងតមកទៀតគឺយើងបដូរទៅលើ permission គឺយើងប្រើ chmod ហើយយើងដាក់640ហើយយើងដាក់ទៅលើ640ដែល permission 640នេះគឺមានន័យថាម្ចាស់អាចកែបាននិងអាចមើលបានហើយគ្រប់ដែលជាក្រុមរបស់ name ហ្នឹងក៏អាចមើលបានប៉ុន្តែ order គឺមិនអាច access ចូលទៅកាន់ file នោះបានទេហើយបន្ទាប់មកទៀតគឺយើងបើកទៅលើផ្លូវមួយដើម្បីឲ្យ SE Linux ដើម្បីបើកផ្លូវទៅឲ្យ service name ហ្នឹងដំណើរការគឺយើងប្រើ restore-con-rv ហើយយើងទៅ directory variable name ដើម្បីឲ្យ SE Linux ឬក៏ security engine ដំណើរការទៅលើវាតបមកទៀតគឺយើង check ទៅលើ zone របស់យើងដែល zone ទី1យើង check ទៅលើ forward zone របស់យើងគឺយើងវាយ domain របស់យើងជាមួយនឹង path នៃ zone របស់យើងគឺ forward zone អូខេអញ្ចឹងគឺខុសកន្លែងហ្នឹងគឺខ្ញុំខុសកន្លែងគឺខ្ញុំភ្លេចដាក់ name កន្លែងហ្នឹងអញ្ចឹងយើងហៅ comment វាមកវិញហើយយើងដាក់កន្លែងពីក្រោយហ្នឹង dash name មកក្រោយក្នុងវាហ្នឹង dash name ឲ្យយើងអូខេអញ្ចឹងមានន័យថាបើសិនជាវាលោតថាអូខេមានន័យថាគឺការ config របស់យើងគឺជោគជ័យហើយកន្លែងនេះទៀតគឺយើងឆែកទៅលើ reverse zone របស់យើងហើយជាមួយនឹង file directory របស់ reverse zone របស់យើងបានបង្កើតនេះគឺ directory ក្នុង directory variable ដដែលយើង copy មកយើងមិនបាច់សរសេរអីច្រើនទេយើងផាសមកបើវាលោតអូខេមានន័យយើងជោគជ័យហើយអញ្ចឹងជំហានបន្តទៀតគឺការជំហានដែលបុកពោះក៏ជំហានដែលយើងសំខាន់ដែលយើងត្រូវត្រៀមខ្លួនត្រៀមចិត្តដើម្បីថាវាដំណើរការវាអាចនឹង error ឬពេលណាមួយអញ្ចឹងយើង restart អញ្ចឹងយើង restart ទៅលើបាញ់យើងលុប sudo ចោលព្រោះខ្ញុំចូល root អញ្ចឹងខ្ញុំច្រឡំកន្លែងហ្នឹងគឺយើងកន្លែងនេះគឺយើងត្រូវដាក់name named អញ្ចឹងបើសិនជាយើង restart ហើយវាអត់មាន load ក្រហមអក្សរក្រហមពីរនេះទេមានន័យថាការ configuration របស់យើងគឺជោគជ័យហើយជោគជ័យមិនដឹងជោគជាំក៏មិនដឹងអញ្ចឹងយើងបន្តមកយើងត្រូវ add វានៅក្នុង firewall rule អញ្ចឹងយើង firewall-cmd ហើយយើង dash permanent
ហើយ dash ទៀត dash 2 ដង add service ស្មើនឹង DNS enter មកហើយបន្តមកទៀតគឺយើង reload ទៅលើ firewall របស់យើងហើយ enter ទៀតមកអញ្ចឹងគឺពីរហ្នឹងគឺ success ហើយបន្តមកគឺយើងចាប់ដើមយើងគឺដំណើរការទៅលើ server របស់យើងអញ្ចឹងយើង system control start មិន start ទេគឺយើង enable ទៅលើ name ឬក៏ DNS របស់យើងហើយចុងក្រោយគឺយើង start វាតែម្ដង restart អូខេបើសិនជាវាមានអក្សរក្រហមទៀតទេវាណាយើងជោគជ័យហើយអញ្ចឹងយើងឆែក status របស់វាតាមមាន error ឬក៏វាដំណើរការទៅរលូនអញ្ចឹងកន្លែងនេះគឺ working done តែម្ដងជំហានទាំង step by step ដែលយើងបានធ្វើនេះគឺវាដើររលូនមែនតើកន្លែងហ្នឹងអញ្ចឹងយើងចូលមកកាន់ការ test របស់យើងទៅលើ Windows Client បងប្អូនគ្នាអូខេអញ្ចឹងយើងចូលមកកាន់ Windows Client នៅក្នុង CMD អញ្ចឹងយើងវាយ IP config/flush DNS ដើម្បីឲ្យវា clean មួយសិនហើយបន្ទាប់មកគឺយើងវាយទៅលើ NS lookup ទៅលើ IP server របស់យើងតើវាស្គាល់ DNS ទេអូខេអញ្ចឹងមានថាវាឃើញបើយើងឃើញអញ្ចឹងមានថាវាស្គាល់ហើយអញ្ចឹងខ្ញុំសាកវាយទៅលើ domain របស់យើងគឺ cameronacademy.edu.kh នេះមកតើវាស្គាល់ទេវាជាប់ comment ពី Linux មកអញ្ចឹងយើង copy ម្ដងទៀតគឺខុសពីស្មើនឹង copy ដូចក្នុង Linux ដែរអញ្ចឹងយើងផាក់ mouse ស្ដាំចូលមកអូខេអញ្ចឹងមានន័យថាវាស្គាល់ domain អស់ហើយតមកទៀតគឺយើង ping សាក់ ping ជាមួយនឹង DNS របស់យើងតើវា ping ទៅទេអញ្ចឹងមានន័យថាវា ping ទៅបើសិនជា ping មកវាបង្ហាញបែបនេះគឺមានន័យថា ping ស្គាល់ហើយអញ្ចឹងវាអត់ fair កន្លែងណាទេអញ្ចឹងបើខ្ញុំចង់សាកល្បងមួយគឺខ្ញុំចង់សាកល្បងថាបើសិនជាខ្ញុំលុប IP ចេញតើវា ping ស្គាល់គ្នាអត់អញ្ចឹងយើងចូលកន្លែង Internet Network Sharing Center ចង់និយាយថាមានអារម្មណ៍កាំងមិនទេកន្លែងហ្នឹងយើងចូល internet មកហើយកន្លែងយើងចូលមកកាន់ចូលមក detail អត់មាន load DNS មកតាណាទេអញ្ចឹងយើងចូលមកកាន់ property នឹងចូលមកកាន់កន្លែង IPv4 របស់យើងហើយយើងសាកដាក់ឲ្យវាលុប DNS មើលតើវាមកអត់យើងបិទយើងលុបវាចោលទាំងអស់ហើយយើងសាក ping វាមើលអញ្ចឹង ping មានស្គាល់ទៀតវាមិនទាន់ដំណើរ setting មិនទាន់ដើរភ្លាមៗជាង NS lookup អញ្ចឹងវាអត់ស្គាល់ទេបើសិនជាយើងលុប DNS នេះចេញអញ្ចឹងយើងសាកNS lookup វាគឺ IP ពី IP ក៏យើងអត់ស្គាល់ដែរបើសិនជាយើងដាក់ DNS វាក្នុងហ្នឹងទេអញ្ចឹងយើងចូលទៅដាក់ DNS វិញមកហើយយើងដាក់ DNS វាមកគឺ 10.11.12.5 ហើយកន្លែងនេះគឺយើងដាក់ gateway របស់យើងមកអាហ្នឹងយើងចង់មិនចង់ដាក់ក៏បានដែរអាហ្នឹងយើងអូខេមកយើង close មកហើយយើង comment ម្ដងទៀតគឺអូខេវាស្គាល់វិញហើយអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកនាងសម្រាប់ការមើលវីដេអូនេះហើយក៏បើសិនជាមានកំហុសខុសឆ្គងឬក៏បើសិនជាកន្លែងណាតាក់អាច comment ខាងក្រោមបានអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអ្នកនាងអរគុណច្រើន